បាទជរុបជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទ SK កកម្មជនបទបាទខ្ញុំបាទសូមអរកាយគោរពបងប្អូនភាសាទៀតហើយក៏ដូចជាថ្ងៃនេះនឹងមានបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំខ្លួនឯងអញ្ចឹងយកមកចែកជូនពុកម៉ែបងប្អូនឲ្យបានដឹងទាំងអស់គ្នាហើយបទពិសោធន៍ថ្មីនេះគឺជាថ្នាំបាទដើម្បីបង្ការដូចជាព្យាបាលមន់បងប្អូនអាចយកទៅប្រើបានហើយវាអត់ពិបាករត់ទេដូចជាវាងពីជំងឺបាទរយៈពេលនេះគឺថ្ងៃនេះថ្ងៃទី10បាទទី10ខែ5 2026អញ្ចឹងរយៈពេលនេះគឺចាប់ដើមចូលរដូវភ្លៀងហើយអញ្ចឹងមន់យើងអាចនឹងជួបជំងឺអាចនឹងវាសកុកផ្ដាសាយអីចឹងជាដើមដូចពណ៌នេះអីនេះពណ៌នេះអីស្ទើរតែសកុកផ្ដាសាយហើយមួយរយៈមុនហ្នឹងមានសកុកមានអីច្រើននោះដេកនោះទៀតប៉ុណ្ណឹងមានច្រើនប៉ុណ្នេះចូល30ក្បាលដែរមានសកុកមានអីចឹងទៅខ្ញុំរកថ្នាំដាក់ដើម្បីឲ្យវាផឹកបាទវាឈឺហើយនិយាយថាពួកធំឈឺអាហ្នឹងយើងប្រើថ្នាំលើកមុនតែអានេះវាចាប់តាមលើសកុកឈឺបដៅវាច្រើនអញ្ចឹងយើងអាចថាបកាការពារក៏បានយើងព្យាបាលវាក៏បានអញ្ចឹងអត់មានអីទេបងប្អូនគ្រាន់តែប្រើថ្នាំបងប្អូនថ្នាំដាសាយយើងបងប្អូនថ្នាំដាសាយយើងហ្នឹងវាផ្អើលខ្ញុំថ្នាំដាសាយយើងហ្នឹងចឹងទៅពេទ្យឲ្យគេផ្សំថ្នាំដាសាយទៅផ្សំថ្នាំដាសាយជូនក្តៅយើងហ្នឹងយើងទិញ1លេបក៏បានដែរហ្នឹងយើងទិញ5លេបក៏បានទិញ10លេបក៏បានទិញយកមកទុកទៅហើយបន្ទាប់ពីទិញមកនេះបងប្អូននេះថ្នាំយកមកលេខទឹកអញ្ចឹងយើងដក1លេបមក1លេបដូចជា3 4 5មុខដែរថ្នាំអញ្ចឹងដក1លេបមកដាក់ទឹកយើងតិចចឹងមកតិចចឹងមកដាក់ទឹកបន្តិចហើយយើងដាក់ថ្នាំនឹងចូលនឹងទៅបងប្អូនអាចថាដំបានក៏ដំបើអត់ដំទេដាក់ខ្ញុំក៏បានឲ្យវាលាយហើយចាំបងប្អូនយកមកចាក់ក្នុងទឹកនេះបងចាក់ក្នុងទឹកនេះអញ្ចឹងយើងឲ្យវាមួយថ្ងៃម្ដងបងបើវាឈឺចឹងមួយថ្ងៃម្ដងបើអត់ឈឺទេគាត់តែការពារ2ថ្ងៃឬ3ថ្ងៃម្ដងចឹងទៅតែបើមានជំងឺចឹងបងប្អូនដាក់មួយថ្ងៃម្ដងទៅមួយថ្ងៃម្ដងសិនដូចខ្ញុំចឹងបងប្អូននេះគាត់តែលាយចឹងហើយឲ្យវាលាយហើយថ្នាំបញ្ជាក់ម្ដងទៀតថ្នាំគ្រុនផ្ដាសាយបាទគ្រុនផ្ដាសាយចុនក្តៅយើងហ្នឹងបងប្អូនយកមកដាក់អញ្ចឹងហើយកុំភ្លេចថែមប៉ារ៉ាមកគ្រាប់ទៀតផងបើសិនជាឆ្នាំពេទ្យគាត់អត់មានប៉ារ៉ាដាក់មកជាមួយទេយើងថែមប៉ារ៉ាខ្លួនឯងតែបើមានហើយក៏មិនបាច់ថែមទេតែយើងថែមប៉ារ៉ាមកគ្រាប់ដែរទៅចឹងបងប្អូនយកមកចាក់អញ្ចឹងអានេះសម្រាប់ខ្ញុំណាអូខេផ្សេងអត់ដឹងតែខ្ញុំយកមកចាក់អញ្ចឹងយកមកចាក់ទឹកនឹងមានស្រាប់អញ្ចឹងទៅចាក់អញ្ចឹងទៅទុកចោលទៅមួយថ្ងៃហ្នឹងឲ្យវាផឹកព្រោះមិនតែកាលណាវាឃ្លានវាផឹកកន្លែងមេវាហីណាចឹងយកដាក់នៅនឹងមួយមេហ្នឹងទៅវាមកផឹកផឹកពេលណាផឹកទៅសាច់ចិត្តវាចឹងអស់ពេលហ្នឹងស្អែកឡើងយើងដាក់ម្ដងទៀតដាក់បាន3ថ្ងៃទៅគ្រាន់ណានេះខ្ញុំដាក់ទៅបាន2ដងឃើញថាវាមានអារម្មណ៍ថាវារៀងផិលមកវិញហ៎បងប្អូនវាអត់សកុកទៀតទេបងប្អូនឃើញចឹងផិលតែលោកផ្អើលខ្ញុំរត់ទៅមកអស់ច្រកមកលុបអស់លេងចឹងបងប្អូនអាចយកទៅសាកល្បងបានប៉ុន្តែខ្ញុំសាកល្បងឃើញថាវាជោគជ័យហើយនេះសម្រាប់ជំងឺមួយហ្នឹងចឹងបងប្អូនអាចយកទៅសាកល្បងបានសម្រាប់បងប្អូនដែលកំពុងតែឈឺឬក៏បងប្អូនដែលអត់តន់ឈឺទេតែអាចយកទៅដាក់ដើម្បីការពារបានអញ្ចឹងបងប្អូនព្រោះខែនេះខែភ្លៀងហើយចឹងអត់មានវីដេអូអីទៀតទេបងប្អូនខ្ញុំចេញវីដេអូនឹងមួយដើម្បីឲ្យបងប្អូនយកទៅអនុវត្តក៏បានសម្រាប់បងប្អូនដែលអត់ដឹងអញ្ចឹងបងប្អូនដែលដឹងហើយក៏អាចជាបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនក៏មានដែរអញ្ចឹងហើយសម្រាប់វីដេអូមុនអត់បាន
vừa ơi chăm ở videoក្រោយnó tiếtសម្រាប់ថ្នាំសម្រាប់ដាក់កូនមកតិចតូចអានេះសម្រាប់រឿងជតើសម្រាប់កូនមកតិចតូចគឺយើងមានថ្នាំដាក់ដូចគ្នាការពារកុំឲ្យវារហ័សងាប់យ៉ាងនិយាយថាយើងដាក់ទៅគឺកូនមិនវាអត់ងាយងាប់ហើយវាស៊ីចំណីទៅវាសុខភាពវាល្អអញ្ចឹងហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយមួយទៀតអរគុណច្រើន